ចិញ្ចៀននេះធ្វើអំពីត្បូងពេជ្រម៉យស្នៃពណ៌បៃតងរាងបាច់លឿងមិនបានយើងហៅថាពេជ្រម៉យស្នៃដោយសារកម្រិតរឹងរបស់វាប្រើផែនពេជ្រហើយបន្ទាប់ពីពេជ្រគឺមានម៉យស្នៃនឹងតែម្ដងដែលជាត្បូងរឹងជាងគេហើយកណ្ដៀងឬមួយកន្ទឹមគឺភាពរឹងរបស់វានៅក្រោមម៉យស្នៃទេអានេះបានន័យថាគឺកម្រិត9ហើយម៉យស្នៃគឺបន្ទាប់ពីពេជ្រមកគឺម៉យស្នៃហើយគឺ9គឺមាន25ពេជ្រម៉យស្នៃក្រៅតែពីភាពរឹងដូចពេជ្រវាមានចរណៃហើយវាមានពណ៌ច្រើនដែលយើងអាចជ្រើសរើសបានដើម្បីពាក់ទៅតាមពណ៌ដែលយើងស្រឡាញ់ឬពណ៌ហុងស៊ុយឬលើករាសីលាក់នៅក្នុងការរកស៊ីឬការធ្វើការងារផ្សេងៗឬទៅតាមចំណង់ចំណូលចិត្តរបស់យើងដែលស្រឡាញ់ពណ៌ធម្មជាតិចរណៃរបស់ម៉យស្នៃគឺមិនធម្មតាទេបើយើងមើលនៅក្រៅនេះគ្រាន់តែវីដេអូទេហើយនៅពេលដែលវាត្រូវពន្លឺគឺវាចរណៃវាគឺគួរឲ្យគុណនឹងមើលទៅបលួយបំប្រងតែម្ដងនឹងហើយគឺជាលក្ខណៈរបស់